ថៃជ្រើសរើសទាហានស្ម័គ្រចិត្ត25,000 នាក់តាមប្រព័ន្ធអ៊ីនធឺណិតនៅឆ្នាំ2027ក្រសួងការពារជាតិថៃបានកំណត់ថវិកាចំនួន1,455,000 លានបាតសម្រាប់ការអនុវត្តកម្មវិធីទាហានស្ម័គ្រចិត្តក្នុងសម្ដៅថវិកាឆ្នាំ2027ដោយមានផែនការជ្រើសរើសទាហានស្ម័គ្រចិត្តចំនួន25,000 នាក់តាមរយៈប្រព័ន្ធនៃការដាក់ពាក្យតាមអ៊ីនធឺណិតនេះបញ្យងទៅតាមការបញ្ជាក់ពីមន្ត្រីដែលបានចេញផ្សាយដោយកាសែតថៃខៃសុតនៅថ្ងៃទី30 ខែមិថុនានេះសំណើនេះនឹងត្រូវបានលើកយកទៅធ្វើការពិភាក្សានៅសភាតំណាងរាស្ត្រថៃចាប់ពីថ្ងៃទី29 ខែមិថុនាដល់ថ្ងៃទី1 ខែកក្កដាឆ្នាំ2026ខៃសុតថាយោងតាមក្រសួងការពារជាតិថៃថវិកានេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការអនុវត្តនៅគម្រោងទាហានស្ម័គ្រចិត្ត10បូកដែលបានសម្រេចគោលនយោបាយរបស់រដ្ឋាភិបាលនិងផែនការអភិវឌ្ឍនៅកម្លាំងការពារជាតិគម្រោងជ្រើសរើសទាហានចំនួន25,000 នាក់ត្រូវបានបែងចែកកងកម្លាំងប្រដាប់អាវុធដូចជាកងទ័ពជើងគោកចំនួន18,784 នាក់កងទ័ពជើងទឹក3,496 នាក់កងទ័ពអាកាស2,174 នាក់ទីបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទថៃចំនួន300 នាក់ការិយាល័យលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិចំនួន246 នាក់ថវិកានេះស្ថិតនៅក្រោមផែនការចំណាយលើបុគ្គលិកវិស័យសាធារណៈរបស់ក្រសួងការពារជាតិជាមួយគ្នានេះកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិកាលពីថ្ងៃទី25 ខែមិថុនាបានអនុម័តនៅសេចក្តីព្រាងនៅបទបញ្ជារបស់ក្រសួងដែលបានកំណត់តាមរយៈការដែលបម្រើការងារប្រាក់បៀវត្សអត្ថប្រយោជន៍សិទ្ធិកាតព្វកិច្ចនិងវិធានការវិន័យសម្រាប់បុគ្គលិកយោធាបណ្ដោះអាសន្នដើម្បីគ្រប់គ្រងដល់ការអនុវត្តនៅកម្មវិធីនេះក្រោមផែនការថ្មីការដែលជ្រើសរើសទាហានស្ម័គ្រចិត្តនឹងត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអ៊ីនធឺណិតដោយកំណត់គោលដៅទទួលអ្នកស្ម័គ្រចិត្តចំនួន25,000 នាក់នៅក្នុងមួយឆ្នាំចន្លោះពីខែកញ្ញាឆ្នាំ2026ដល់ខែមករាឆ្នាំ2027ភ្នាក់ងារពាក់ព័ន្ធទាំងអស់ត្រូវប្រកល់ភារកិច្ចរៀបចំនិងការអនុវត្តការងារដើម្បីធានាថាគម្រោងអាចដំណើរការតាមកាលវិភាគលើសពីនេះក្រសួងការពារជាតិថៃក្រុងបើកនៅកិច្ចពិភាក្សាជាមួយនឹងអគ្គនាយកដ្ឋានគណនេយ្យនៅថ្ងៃទី6 ខែកក្កដាឆ្នាំ2026ដើម្បីបញ្ចប់ការរៀបចំថវិកានិងធានាគម្រោងជ្រើសរើសទាហានស្ម័គ្រចិត្តនេះអនុវត្តទៅដោយរលូនតាមផែនការដែលបានកំណត់ខ្ញុំឈុនអេគ្រី MHJ TV